Nhưng số mà thưa video bằng haiពីផ្លូវទៅកាន់ទស្សនៈប៉ែន3 Elizabeth នៅខេត្តព្រះសីហនុសម្រាប់បងប្អូនគាត់ហៅផ្លូវអត់ឃើញអីអាចមើលវីដេអូនេះបានណាសម្រាប់ទីតាំងនេះគេហៅថាម្ដុំពមូថៃ Dolphin ខាងឆ្វេងដៃហ្នឹងគឺផ្លូវទៅកាន់ឆ្នេរឯករាជ្យបងប្អូនហើយកន្លែងដែលខ្ញុំដាក់ take ក្រហមហ្នឹងគឺគេហៅថាបងមូថៃ Dolphin ហើយបងប្អូនធ្វើដំណើរពីសាលើមកគឺមកដល់កន្លែងហ្នឹងបងប្អូនឃើញហើយមានបងមូថៃ Dolphin ហ្នឹងមួយបត់ឆ្វេងគឺទៅឆ្នេរឯករាជ្យហើយសម្រាប់ទីតាំងខ្ញុំគឺទៅត្រង់រហូតចុះពីផ្លូវចំណោតហ្នឹងមកគឺទៅត្រង់បន្ទាប់មកទៀតគឺឆ្វេងដៃបងប្អូនឃើញអាគារទុកចោលហ្នឹងឯងហើយបន្ទាប់មកទៀតហ្នឹងគឺយើងបត់ចូលទៅតាមផ្លូវនេះផ្លូវដែលមានលបងពណ៌លឿងហ្នឹងណាគឺធ្វើដំណើរតាមផ្លូវខាងក្រោយហ្នឹងវារៀងស្រួលធ្វើដំណើររហូតមកដល់ផ្លូវកែងហ្នឹងយើងបត់ឆ្វេងមកបន្ទាប់មកទៀតបត់ចុះទៅក្រោមហើយបងប្អូនបត់ឆ្វេងមកទៀតចាបត់ឆ្វេងតែមកកាច់ហ្នឹងទៀតគឺមកដល់ទស្សនៈ Elizabeth យើងខ្ញុំវិញអញ្ចឹងសម្រាប់វីដេអូនេះផ្សាយជូនបងប្អូនទាំងអស់ដើម្បីឲ្យងាយស្រួលធ្វើដំណើរអរគុណ